3 ចំណុចដែលលោកអ្នកអាចកំចាត់សម្រាមទាំង3នៅក្នុងខ្លួនរបស់លោកអ្នកហើយនឹងធ្វើឲ្យលោកអ្នកមានជីវិតមួយដែលល្អប្រសើរនិងពោរពេញទៅដោយភាពរីករាយអ្នកទាំងអស់គ្នាដែលសង្កេតជីវិតរបស់អ្នកទាំងអស់គ្នាអត់ថារាល់ថ្ងៃនេះហេតុអីបានតែងតែជួបអ្វីមិនល្អក៏ដូចជាភាពអវិជ្ជមាននៅក្នុងជីវិតច្រើនម្ល៉េះភាពអវិជ្ជមានទាំងនោះប្រៀបដូចជាសម្រាមនៅក្នុងខ្លួនរបស់យើងដូចនេះដែរដូច្នេះហើយ3ចំណុចដែលលោកអ្នកអាចកំចាត់សម្រាមទាំង3នៅក្នុងខ្លួនរបស់លោកអ្នកហើយនឹងធ្វើឲ្យលោកអ្នកមានជីវិតមួយដែលល្អប្រសើរនិងពោរពេញទៅដោយភាពរីករាយទី1 negative people គឺជាប្រភេទមនុស្សមួយចំនួនតូចអាចនឹងពេលខ្លះជីវិតអ្នកខ្លះអាចជួបជាមួយនឹងមនុស្សអវិជ្ជមានមួយចំនួនធំក៏ថាបានដែរដូច្នេះហើយមនុស្សអវិជ្ជមាននេះគឺជាមនុស្សបែបណាពេលខ្លះអ្នកដែលនៅជុំវិញខ្លួនយើងនេះនៅពេលដែលយើងព្យាយាមធ្វើអីមួយដែលថ្មីព្យាយាមអភិវឌ្ឍខ្លួនឯងប៉ុន្តែមនុស្សអវិជ្ជមានតែងតែចេញជាពាក្យសម្ដីមកធ្វើឲ្យយើងមានភាពបាត់បង់ទឹកចិត្តនៅក្នុងការសម្រេចគោលដៅរបស់យើងមនុស្សអវិជ្ជមានយើងអាចជ្រើសរើសបានថាឲ្យគាត់នៅចូលមកមានឥទ្ធិពលទៅដល់ជីវិតរបស់យើងឬក៏អត់យើងអាចជ្រើសរើសការខ្សែគប់មនុស្សជុំវិញខ្លួនបានគ្រួសាររបស់យើងមិនអាចជ្រើសរើសបានទេអានេះគឺជាព្រហ្មលិខិតដែលកំណត់មកប៉ុន្តែមនុស្សជុំវិញខ្លួនពួកម៉ាក់ភាពជិតស្និទ្ធយើងអាចជ្រើសរើសបានរួមជាមួយនឹងគូជីវិតដូចគ្នាដែរយើងជ្រើសរើសយកប្រភេទមនុស្សដែលធ្វើឲ្យយើងមានភាពសប្បាយរីករាយក្នុងភាពវិជ្ជមានមិនមែនខ្សែគប់ជាមួយនឹងអន្តពាលឬក៏បុគ្គលដែលធ្វើឲ្យយើងមានភាពអវិជ្ជមានទាំងអស់គឺព្យាយាមចេញឲ្យឆ្ងាយឬក៏បោះបង់មនុស្សទាំងនោះចេញពីជីវិតរបស់លោកអ្នកចោះលោកអ្នកនឹងមានភាពល្អប្រសើរបន្តិចម្ដងនៅថ្ងៃណាមួយដែលលោកអ្នកជួបជាមួយនឹងមនុស្សដែលយល់អំពីលោកអ្នកជាមនុស្សដែលចែករំលែកអ្វីដែលភាពល្អប្រសើរឬចម្រើនដើម្បីឲ្យលោកអ្នកមានភាពវិជ្ជមាននៅក្នុងខ្លួនច្រើននេះមិនមែនមានន័យថាលោកអ្នកខ្សែគប់អ្នកដែលជោគជ័យឬក៏អ្នកដែលល្អដើម្បីធ្វើឲ្យជីវិតរបស់លោកអ្នកល្អប្រសើរ 100% ទេមានន័យថាមនុស្សជុំវិញខ្លួនរបស់លោកអ្នកគឺពិតជាមានឥទ្ធិពលនៅក្នុងការសម្រេចចិត្តក៏ដូចជាការធ្វើអ្វីមួយនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នកនៅពេលលោកអ្នកខ្សែគប់ជាមួយនឹងមនុស្សមិនល្អលោកអ្នកនៅក្នុងថ្ងៃណាមួយនឹងក្លាយជាមនុស្សមិនល្អដូចគ្នាចំណុចទី2គឺជាសម្រាមមួយដែលលោកអ្នកឃើញជារៀងរាល់ថ្ងៃគឺ negative news ព័ត៌មានអវិជ្ជមានផ្សេងៗលោកអ្នកប្រកាសជាដឹងច្បាស់សង្គមបច្ចុប្បន្នគឺមានភាពងាយស្រួលនៅក្នុងការទទួលយកព័ត៌មានអ្វីមួយនៅក្នុងសង្គមអនឡាញដូចជាពិសេសយើងឃើញជារៀងរាល់ថ្ងៃតាក់ទងជាមួយនឹងព័ត៌មានអវិជ្ជមានអីផ្សេងៗនៅក្នុងសង្គមថាតើព័ត៌មានទាំងនោះជួយឲ្យជីវិតរបស់លោកអ្នកល្អប្រសើរអត់ដែលលោកអ្នកចំណាយពេលវេលាអ្នកខ្លះ 50% នៅក្នុងមួយថ្ងៃ2ដល់10ម៉ោងនៅលើទូរស័ព្ទដើម្បី scroll មើលតែព័ត៌មានអីដែលធ្វើឲ្យលោកអ្នកមិនសប្បាយចិត្តសោះមានភាពអវិជ្ជមានតាមពិតទៅព័ត៌មានទាំងនោះវាអាចនឹងមានតាំងពីយូរមកហើយប៉ុន្តែគាត់ថាសម័យមុនមិនអាចទទួលយកព័ត៌មានដោយភាពងាយស្រួលបែបនេះប៉ុន្តែឥឡូវនេះគឺមានការងាយស្រួលក្នុងការទទួលយកភាពអវិជ្ជមានរបស់ព័ត៌មាននឹងខ្លាំងមែនទែនដូច្នេះហើយអ្វីដែលគួរធ្វើគឺកុំព្យាយាមមើលភាពអវិជ្ជមានរបស់ព័ត៌មានទាំងនោះអីមើលអីដែលជាធ្វើឲ្យយើងមានអារម្មណ៍ថាល្អប្រសើរធ្វើឲ្យយើងមានភាពរីករាយសប្បាយរីករាយក៏ដូចជាមើលអីដែលធ្វើឲ្យយើងមានការអភិវឌ្ឍខ្លួនឯងធ្វើឲ្យជីវិតរបស់យើងល្អប្រសើរច្រើនជាងចំណុចចុងក្រោយមិនមែនជាអ្នកដទៃទេគឺកើតឡើងដោយខ្លួនឯងគឺ negative thinking គឺជាការគិតអវិជ្ជមានរបស់ខ្លួនយើងផ្ទាល់ដែលចេញពីខ្លួនយើងផ្ទាល់លោកអ្នកប្រហែលជាធ្លាប់សង្កេតខ្លួនឯងហើយពេលខ្លះនៅពេលដែលយើងគម្រោងធ្វើអីមួយប្រកាសជាមានការគិត2បូកនឹងដកការគិតអវិជ្ជមានគឺការគិតដកហ្នឹងគឺមានន័យថាពេលដែលយើងចង់ឧបមាថាយើងចង់ទៅអានសៀវភៅមួយនៅខាងក្រៅយើងមានគំនិតថាទៅអានធ្វើអីអានទៅអត់មានបានផលប្រយោជន៍អីផងហ្នឹងទៅដូចតែអត់ទៅដែរហ្នឹងគ្មានអីអស្ចារ្យប៉ុន្តែការគិតវិជ្ជមានមួយទៀតគឺគិតថានៅពេលដែលយើងអានសៀវភៅ
យើងមានអ្វីថ្មីៗយើងមានគំនិតថ្មីៗពេលខ្លះយើងអាចអភិវឌ្ឍខ្លួនឯងបានទៀតដូច្នេះហើយព្យាយាមកាត់គំនិតអវិជ្ជមានចេញនេះមិនមែនថាឲ្យយើងគិតអ្វីទាំងអស់ទៅជាភាពវិជ្ជមានទាំងអស់ទេប៉ុន្តែនៅពេលដែលយើងឃើញថាអ្វីមួយដែលមានភាគរយច្រើនទៅភាពវិជ្ជមានហើយដូច្នេះអាភាគរយតិចនៃភាពអវិជ្ជមានដែលយើងមើលឃើញហ្នឹងគឺបោះបង់ចោលទៅគ្រាន់តែយើងទទួលយកការពិតថាវាអាចនឹងកើតឡើងប៉ុន្តែมันបាច់ទៅយកចិត្តទុកដាក់ខ្លាំងនៅភាពអវិជ្ជមានដែលយើងឃើញតូច10%ឬក៏20%ដែលយើងឃើញហ្នឹងទេព្យាយាមយកចិត្តទុកដាក់នៅភាពវិជ្ជមាន80-70%ដែលយើងឃើញផ្ទាល់នឹងភ្នែកល្អជាងដូច្នេះហើយនៅពេលដែលយើងបោះបង់សម្រាមទាំង3នោះហើយជីវិតរបស់យើងនឹងមានភាពល្អប្រសើរយើងគិតអ្វីបានលឿនក៏ដូចជាធ្វើឲ្យខួរក្បាលរបស់យើងស្រឡះនិងមានភាពវិជ្ជមាននៅក្នុងខ្លួនច្រើនដូច្នេះហើយនឹងធ្វើឲ្យការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់យើងមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃបើសិនជាលោកអ្នកពេញចិត្តជាមួយនឹងមាតិកានេះសូមកុំភ្លេច Subscribe ដើម្បីទទួលបានមាតិកាថ្មីៗល្អៗក៏ដូចជា Comment ចែករំលែកជាមួយនឹងបទពិសោធន៍ក៏ដូចជាគំនិតថ្មីៗដើម្បីជាផលប្រយោជន៍ទៅដល់មនុស្សជុំវិញខ្លួនរបស់លោកអ្នកសូមអរគុណ